បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀប share កាមេរ៉ាទៅឲ្យ account មួយទៀតមានតែ share ចេញពី account របស់យើងទៅឲ្យ account អ្នកផ្សេងដែលគាត់ដែលយើងចង់ឲ្យគាត់មើលកាមេរ៉ានេះដែរហើយប្រភេទកាមេរ៉ាខ្ញុំធ្វើថ្ងៃនេះគឺជាប្រភេទកាមេរ៉ា Wi-Fi 8.1 ZV អញ្ចឹងយើងដំបូងយើងចូលទៅក្នុង app របស់កាមេរ៉ាយើងណាអញ្ចឹងពេលដែលយើងបើកមកចេញកាមេរ៉ាបែបហ្នឹងអញ្ចឹងយើងចង់ share កាមេរ៉ាមួយណាឧទាហរណ៍ថាខ្ញុំចង់ share កាមេរ៉ាមួយនេះអញ្ចឹងមុននឹងយើង share មានថាយើងមាន account មានអីហើយយើង add កាមេរ៉ាចូលហើយអញ្ចឹងអ្នកផ្សេងដែលយើងចង់ share ឲ្យគាត់ហ្នឹងគឺត្រូវបង្កើត account មួយសិនដើម្បីឲ្យយើងមាន account មួយ share ចូលទៅដើម្បីគាត់ចុច confirm ទៅគឺគាត់អាចមើលបានដែរអញ្ចឹងពេលណាដែលយើងចង់ share យើងចុចមកលើកាមេរ៉ាមួយណាហើយយើងមើលសញ្ញាខាងលើនេះសញ្ញាព្រួញនេះគឺយើងចុចលើសញ្ញាព្រួញហ្នឹងមកអានេះដោយសារខ្ញុំធ្លាប់ share ហើយអញ្ចឹងយើងចង់ share បន្តទៀតយើងចុច add sharing មកនេះយើងចង់ share ជា QR code បានដែរ QR code មានថាយើង save QR code ហ្នឹងឲ្យគេ scan ទៅតែបើយើងចង់ស្រួលគឺយើងចុច add sharing មកពេលយើងចុច add sharing វាមានពីរមានទី1គឺយើង share ដល់ប្រើ email មាន account របស់គេប្រើ email អញ្ចឹងយើងវាយ email យើងចូលវាយ email របស់គេចូលទៅបើហ្នឹងបើសិនយើងចង់ share email អូខេតែបើយើងចង់ share បើ account របស់គេជាលេខទូរស័ព្ទបើ account របស់គេជាលេខទូរស័ព្ទយើងចុចកន្លែងរូបទូរស័ព្ទនេះអញ្ចឹងវា load ឲ្យយើងវាយលេខទូរស័ព្ទអញ្ចឹងយើងវាយលេខទូរស័ព្ទគេមកលេខទូរស័ព្ទដែលអ្នកទទួល share ហ្នឹងអូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់ share ទៅតែខ្ញុំប្រើលេខទូរស័ព្ទទេអូខេបើពុកម៉ែបងប្អូនប្រើ email យើងចុច share យើងវាយ email វិញទៅបដូរទៅវាយ email វិញអញ្ចឹងខ្ញុំ share ចូល account របស់ខ្ញុំមួយអូខេពេលយើងវាយលេខទូរស័ព្ទហ្នឹងហើយយើងចុច continue អូខេពេលយើងចុច continue ហើយវាមកដល់កន្លែងនេះកន្លែងដាក់ view content ហ្នឹងអូខេ view content ហ្នឹងយើងអាចដោះ tick បានយើងអត់ចង់ឲ្យគេប្រើ option អីអត់ចង់ឲ្យប្រើ option អីគឺយើងអាចដោះបានអត់ចង់ឲ្យគេ playback ទេយើងចុចបិទ playback ចោលអត់ចង់ឲ្យគេប្រើ alarm ទេយើងចុចបិទ alarm ចោលតែបើយើងចង់ឲ្យគេប្រើ playback បានចង់ឲ្យគេប្រើ alarm បានយើងចុច tick ទៅអូខេហើយយើងមើល control device មានថាយើងបើក option setting ដែលឲ្យគេបញ្ជា setting បានដែរតែបើយើងអត់ចង់ទេយើងចុចសញ្ញាហ្នឹងមកគឺយើងដាក់ device setting មានថាយើងបិទអស់ហើយបិទអត់ឲ្យគេចូល setting សេរីអីបានទេគឺសេរីបានតែ account របស់យើងជា account main account admin នេះទេជាអ្នកផ្សេងដែលយើង share ឲ្យគាត់គាត់អត់មានសិទ្ធិធ្វើអីទេគាត់ចង់លុបចង់អីក៏អត់បានដែរអូខេបើលុបក៏ដាច់តែពីទូរស័ព្ទរបស់គាត់ដែរអញ្ចឹងបើយើងចង់ដាក់ឲ្យគាត់សេរីបានយើងចុច tick ទាំងពីរទៅបើអត់ទេយើងចុចដោះ tick ចោលទៅហ្នឹងតែបើយើងចង់គាត់ប្រើ setting បានអីយើងចុច tick ទៅអូខេនេះកន្លែង Osorai inscription password នេះមានថាពេលយើងចុច tick អាហ្នឹងទៅពេលដែលគាត់ចូលទៅគឺគាត់ត្រូវការ password តង់ទី2អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់តឡើងគាត់នឹងយល់ password តង់ទី1អីគេ password តង់ទី2អីគេអញ្ចឹងយើងចុចតែប៉ុណ្្នឹងមកយើងចុច OK មកអញ្ចឹងយើងនឹងឃើញយើងទៅបើក account ដែលគាត់ចាំទទួល share ហ្នឹងយើងបើកទៅឃើញហើយយើងចុចទទួលចុច accept ទទួលទៅគាត់នឹងទទួលបានកាមេរ៉ាដែលយើង share ឲ្យហ្នឹងគាត់ទទួលបានមើលបានហើយអញ្ចឹងសម្រាប់ការ share កាមេរ៉ាពី account មួយទៅ account មួយគឺខ្ញុំមានតែប៉ុណ្្នឹង